នេះគឺជារូបភាពមួយដែលបង្ហាញពីសកម្មភាពរបស់ប៉ូលីសកូរ៉េខាងត្បូងចាប់ពលករខុសច្បាប់មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យមានពលករបរទេសស្នាក់នៅនិងធ្វើការខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូងវាមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានពលករបរទេសស្នាក់នៅខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូងនេះបាទសូមតាមដានវីដេអូទាំងអស់គ្នាសម្រាប់បងប្អូនពលករដែលបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងនេះហេតុផលមួយដែលធំបំផុតដែលបណ្ដាលឲ្យគាត់បានក្លាយជាពលករខុសច្បាប់គឺបញ្ហាការងារតែម្ដងបងប្អូនពលករខ្លះជួបបញ្ហាជាមួយក្រុមហ៊ុនឬថៅកែហើយគឺជាបញ្ហាដែលមិនអាចដោះស្រាយបានបញ្ហានោះដូចជាសុំតកែចេញមុនពេលចប់កិច្ចសន្យាការងារធម្មតាទេយើងជាពលករបរទេសពេលដែលទៅធ្វើការនៅរោងចក្រអីមួយគឺត្រូវមានកិច្ចសន្យាការងារហើយការដែលសុំគេចេញដំបូងនេះនៅរោងចក្រដំបូងនេះគឺជាការលំបាកខ្លាំងណាស់ហើយតកែភាគច្រើនគឺមិនងាយឲ្យបងប្អូនចេញទេតកែខ្លះដល់ថ្នាក់បើសិនជាបងប្អូនចង់ចេញគេឲ្យចេញទេគេសុខចិត្តឲ្យបងប្អូនត្រឡប់ទៅខ្មែរវិញហើយអាការសុំដូរការងារមុនពេលចប់កិច្ចសន្យាការងារនេះក៏មានប្អូនដែលខ្ញុំស្គាល់3-4នាក់ដែលគេមិនព្រមយកព្រមឲ្យគាត់ចេញទេដូច្នេះហើយក៏គាត់ជ្រើសយកផ្លូវមួយបាទខ្លាយជាពលករខុសច្បាប់ទៅបញ្ហាបន្ទាប់ទៀតគឺបញ្ហាផុតវីសាបងប្អូនធម្មតាទេយើងជាពលករបរទេសដែលមកតាមប្រព័ន្ធ EPS Topic មកធ្វើការនៅប្រទេសកូរ៉េខាងត្បូងនេះគឺយើងមានពេលតែ2អាណត្តិទេបងប្អូន2អាណត្តិហ្នឹងមួយអាណត្តិ4ឆ្នាំ10ខែអញ្ចឹងទេ2អាណត្តិគឺ9ឆ្នាំ8ខែបងប្អូនអញ្ចឹងបើសិនជាយើងផុត9ឆ្នាំ8ខែនឹងហើយគឺយើងក្លាយជាពលករខុសច្បាប់ហើយប៉ុន្តែក្នុងករណីថាបងប្អូនចង់ធ្វើការបន្តនៅប្រទេសកូរ៉េទៅមុខទៀតដោយស្របច្បាប់បងប្អូនត្រូវប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រដើម្បីដូរទៅប្រភេទវីសាផ្សេងហើយវីសាដែលបងប្អូនអាចដូរពី E9 ទៅបានគឺបងប្អូនអាចដូរទៅវីសា E7 4O ឬក៏ E7.4 បាទអញ្ចឹងទេវីសាទាំងពីរនេះគឺជាជំហានបន្តទៀតបើសិនជាបងប្អូនចង់ស្នាក់នៅបន្តលើសពី2អាណត្តិនៅប្រទេសកូរ៉េខាងត្បូងដោយស្របច្បាប់បានប៉ុន្តែលក្ខខណ្ឌគឺបងប្អូនត្រូវទទួលការយល់ព្រមពីតកែហើយជាពិសេសគឺត្រូវមានកម្រិតភាសាកូរ៉េបាទអញ្ចឹងទេបានខ្ញុំតែងតែចេញវីដេអូហើយដើម្បីឲ្យបងប្អូនបាទព្យាយាមប្រឹងប្រែងរៀនសូត្រភាសាកូរ៉េធ្វើម៉េចឲ្យបានកម្រិតខ្លះក្នុងការស្រួលដើរហើរបន្តទៅមុខទៀតនៅក្នុងប្រទេសកូរ៉េឲ្យបានយូរអង្វែងបងប្អូនហើយបញ្ហាបន្ទាប់ទៀតគឺបញ្ហាបងប្អូនជាពលករថ្មីនឹងគាត់មិនយល់ច្បាស់អំពីច្បាប់អន្តោប្រវេសន៍នៅប្រទេសកូរ៉េនេះបងប្អូនដែលជាពលករថ្មីខ្លះទៅដល់កន្លែងធ្វើការហើយធ្វើការថ្ងៃដំបូងដោយសារតែការងារពិបាកពេកក៏សុំគេដូរការងារក៏មានហើយបងប្អូនខ្លះទៀតដោយសារតែកន្លែងហ្នឹងវាការងារពិបាកពេកយំយកតែម្ដងហើយអប់រំទៅធ្វើការទេហើយបញ្ហាបែបហ្នឹងក៏មានហូរហែបងប្អូនបាទហើយលោកគ្រូតើតើនឹងបញ្ហាហ្នឹងក៏គាត់បានតែងតែណែនាំដែរពីព្រោះអីយើងគ្មានជំរឿទេបងប្អូនទោះបីជាហត់លំបាកយ៉ាងណាក៏យើងត្រូវតែធ្វើដែរបងប្អូនហើយទោះបីជាលោកគ្រូជួយណែនាំទៅកាន់គាត់ក៏ដោយក៏ភាគច្រើនក៏គាត់នៅតែជំនះបាទរត់ចោលជូរដែរបងប្អូនដោយសារតែត្រឹមយកពលករបរទេសថ្មីមកគឺតកែចំណាយទាំងលុយហើយនឹងពេលវេលាបងប្អូនអញ្ចឹងទេតកែដំបូងនោះគឺមិនងាយសញ្ញាឲ្យបងប្អូនចេញទេហើយជាក់ស្ដែងបើសិនជាបងប្អូនមកមិនទាន់បានមួយអាទិត្យផងបងប្អូនសុំចេញតកែរត់តែមកហើយភាគរយដែលគេសញ្ញាឲ្យបងប្អូនចេញគឺមិនងាយទេបងប្អូនអញ្ចឹងទេមានតែរត់ខុសច្បាប់ណាមូលហេតុដែលបណ្ដាលឲ្យខ្លាយជាពលករខុសច្បាប់មួយទៀតគឺដោយសារពួកគាត់មានចេតនាត្រង់ណាគឺពួកគាត់មកជាប្រភេទវីសាទេសចរទេប៉ុន្តែដល់ពេលមកដល់ប្រទេសកូរ៉េហើយគឺគាត់រត់បាទទៅធ្វើការផ្ដេសផ្ដាស់ខុសច្បាប់អីចឹងទៅហើយសម្រាប់ជនជាតិខ្មែរយើងក៏មានដែរប៉ុន្តែគាត់ថាជនជាតិតែមកប្រភេទជាវីសាទេសចរឲ្យរត់ច្រើនជាងគេគឺជនជាតិថៃបងប្អូនហើយមានផលវិបាកជាច្រើនបើសិនជាបងប្អូនខ្លាយទៅជាជនបរទេសខុសច្បាប់នៅប្រទេសកូរ៉េខាងត្បូងនេះផលវិបាកហ្នឹងមានដូចជាអាចត្រូវបានប៉ូលីសចាប់ខ្លួនហើយនឹងបញ្ជូនបងប្អូនទៅស្រុកកំណើតវិញអាចត្រូវបានគេហាមឃាត់មិនឲ្យចូលប្រទេសកូរ៉េខាងត្បូងវិញជាច្រើនឆ្នាំបងប្អូនដោយសារតែចូល blacklist របស់គេហើយបងប្អូននឹងពិបាកទទួលបានការការពារសិទ្ធិកម្មករតាមច្បាប់ជាពិសេសគឺបងប្អូននឹងប្រឈមមុខជាមួយនឹងការកេងប្រវ័ញ្ចហើយនឹងទទួលបានប្រាក់កម្រៃដែលមិនត្រឹមត្រូវសម្រាប់ពលករ EPA យើងការគោរពច្បាប់ហើយនឹងការបញ្ចប់កិច្ចសន្យាការងារតាមនីតិវិធីជាវិធីដែលល្អបំផុតដើម្បីឲ្យយើងអាចរក្សានៅឱកាសមកធ្វើការនៅប្រទេសកូរ៉េម្ដងទៀតនៅពេលអនាគតបានបងប្អូនអញ្ចឹងទេសូមគោរពច្បាប់ទាំងអស់គ្នា